សោកស្ដាយណាស់វីរៈកងទ័ពជួរមុខវ័យក្មេងប៊ុនតុងធានបានពាក់លីនៅសមរភូមិហើយដោយគ្រួសាររបស់លោកបានបង្ហោះមុននេះបន្តិចសូមគោរពដឹងគុណសម្រាប់ការពាក់លីដ៏ធំធេងមួយនេះអូននៅក្មេងពិតមែនតែប្អូនធ្វើរឿងដ៏ធំធេងសម្រាប់ប្រជាជនកម្ពុជាគឺលះបង់ជីវិតដើម្បីការពារមាតុភូមិមួយនេះបើតាមសំណេរបងប្រុសរបស់ប្អូនប្រុសវីរៈកងទ័ពខាងលើបានបង្ហោះសំណេរនៅមុននេះបន្តិចដោយលើកឡើងថាខ្ញុំបាទតំណាងឲ្យក្រុមគ្រួសារនៃវីរៈកងទ័ពឈ្មោះប៊ុនតុងធានសូមមេត្តាជ្រាបជាព័ត៌មានដោយទទួលដំណឹងពីថ្នាក់លើមកប្អូនប្រុសខ្ញុំបានទទួលមរណភាពនៅក្នុងសឹកសង្គ្រាមហើយដោយសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់ដែលបារម្ភពីសុវត្ថិភាពប្អូនខ្ញុំកន្លងមកបើតាមសំណេរបងស្រីរបស់វីរៈកងទ័ពវ័យក្មេងដែលបានពាក់លីក្នុងសមរភូមិដងអាចខាងលើបានបង្ហោះសំណេរលើកឡើងបែបនេះថាអូនប្រុសបងស្អាតណាស់អូនថាចង់ឲ្យបងស្រីម្នាក់នេះស្អាតពេលបងពិបាកចិត្តអូនស្ដីឲ្យបងអូនប្រាប់បងថាមិនចង់ឃើញបងពិបាកចិត្តចង់ឲ្យបងតែងខ្លួនស្អាតអញ្ចឹងបងត្រូវតែតែងខ្លួនឲ្យស្អាតបាញ់ទឹកអប់ឲ្យក្រអូបរងចាំទទួលប្អូនណាប្អូនបងមកផ្ទះយូរណាស់បងចាំឡើងហត់ហើយណាឆាប់មកផ្ទះលឺនៅបងចាំជេរបងចាំស្ដីឲ្យអស់កាត់ទូរស័ព្ទហើយបងបាញ់ឲ្យលឿនកុំភ័យគេមិនយកលុយទេអ្នកលេងបណ្ដាញសង្គមដែលត្រូវជាសាច់ញាតិរបស់វីរៈកងទ័ពខាងលើបានលើកឡើងថាប្អូនប្រុសបងអើយបងពិតជាមិនអាចទទួលយកបានទេមកវិញមកប្អូនប្រុសអាធានអើយបងនឹកឯងណាស់សូមគោរពដឹងគុណចំពោះការពាក់លីដ៏ធំធេងរបស់លោកប៊ុនតុងធានដែលបានលះបង់ជីវិតដើម្បីការពារមាតុភូមិវីរៈភាពរបស់ប្អូននឹងស្ថិតនៅក្នុងដួងចិត្តប្រជាជនកម្ពុជាជានិច្ច